ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Jessica ធីបសាជាថ្មីថ្ងៃនេះខ្ញុំមានប្រធានបទមួយជំរាបជូនបងប្អូនទាំងអស់គ្នានោះគឺអំណាចក្នុងខ្លួនមនុស្សតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងមានអ្វីលើសពីអ្វីដែលកំពុងតែបង្ហាញទេថាមានធម៌ពលដ៏មហិមាដែលកំពុងលាក់ខ្លួននៅខាងក្នុងដែលរងចាំតែពេលអនុញ្ញាតឲ្យវាផ្ទុះឡើងធម៌ពលនោះមិនមែនជាអំណាចខាងក្រៅទេតែជាអំណាចក្នុងខ្លួនមនុស្សដែលមានតាំងពីកំណើតមកម្ល៉េះថ្ងៃនេះយើងនឹងស្វែងយល់អំពីរបៀបដោះសោអំណាចដ៏ខ្លាំងក្លានេះហើយសម្រេចបាននូវសមត្ថភាពដ៏អស្ចារ្យដែលមិនធ្លាប់នឹកស្មានដល់តោះយើងចាប់ផ្ដើមដំណើរការស្វែងរកខ្លួនឯងទាំងអស់គ្នា 1. មូលដ្ឋានគ្រឹះនៃអំណាចធម៌ពលនៃគំនិតអំណាចដំបូងបង្អស់គឺស្ថិតក្នុងគំនិតរបស់អ្នកគំនិតរបស់អ្នកមិនមែនគ្រាន់តែជាពាក្យពេចន៍ដែលឆ្លងកាត់ទេតែជាឧបករណ៍សម្រាប់បង្កើតការពិតនៅពេលអ្នកជឿថាអ្នកអាចធ្វើអ្វីមួយបានគំនិតនោះនឹងចាប់ផ្ដើមបញ្ចេញរំញ័រដែលរៀបចំឲ្យអ្នកឃើញដំណោះស្រាយនិងឱកាសបើអ្នកមានគំនិតថាខ្ញុំមិនអាចធ្វើបានទេនោះអំណាចក្នុងខ្លួនរបស់អ្នកនឹងសម្រាកតែបើអ្នកមានគំនិតថាខ្ញុំអាចរៀនបានខ្ញុំអាចសម្រេចបាននោះអំណាចរបស់អ្នកនឹងភ្ញាក់នឹងខ្លួនឡើងការផ្លាស់ប្ដូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមានគឺជាការបើកទ្វារដំបូងទៅកាន់ធម៌ពលពិតរបស់អ្នក 2. អំណាចនៃការជ្រើសរើសនិងការឆ្លើយតបអំណាចពិតប្រាកដមិនមែនស្ថិតនៅក្នុងការគ្រប់គ្រងអ្វីដែលកើតឡើងចំពោះអ្នកនោះទេតែស្ថិតនៅក្នុងការគ្រប់គ្រងពីរបៀបដែលអ្នកឆ្លើយតបទៅនឹងអ្វីដែលកើតឡើងរាល់ពេលដែលអ្នកជួបឧបសគ្គអ្នកមានជម្រើសពីរទី1ធ្វើជាជនរងគ្រោះហើយបន្ទោសស្ថានភាពទី2ប្រើអំណាចនៃការជ្រើសរើសរបស់អ្នកដើម្បីរៀនសម្របខ្លួននិងដើរទៅមុខចូលចងចាំថាគ្មាននរណាម្នាក់អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ជាងគេបាននោះទេលុះត្រាតែអ្នកអនុញ្ញាតឲ្យពួកគេធ្វើអំណាចរបស់អ្នកគឺស្ថិតនៅក្នុងការជ្រើសរើសនៅទស្សនវិស័យនិងអារម្មណ៍របស់អ្នករៀងរាល់វិនាទីនៃជីវិត 3. ធម៌ពលនៃភាពអត់ធ្មត់អំណាចនៅក្នុងខ្លួនមនុស្សបង្ហាញយ៉ាងច្បាស់បំផុតនៅពេលដែលអ្នកបរាជ័យភាពជោគជ័យមិនមែនកើតឡើងដោយគ្មានការដួលរលំនោះទេភាពអត់ធ្មត់គឺជាស្ពានរវាងការដួលនិងការងើបឡើងវិញរបស់អ្នករាល់ការបរាជ័យគឺជាការសាកល្បងថាតើអ្នកចង់បានដល់គោលដៅនោះកម្រិតណាមនុស្សដែលដឹងអំពីអំណាចរបស់ពួកគេគឺមិនដែលចុះចាញ់ឡើយពួកគេប្រើការបរាជ័យជាមេរៀនហើយប្រើការឈឺចាប់ជាកម្លាំងចលករភាពអត់ធន់នេះគឺជាធម៌ពលដែលបំផ្លែងភាពអស់សង្ឃឹមទៅជាក្តីសង្ឃឹមនិងប្រែក្លាយបញ្ហាទៅជាជ័យជំនះចូលក្រោកឡើងរាល់ពេលដែលអ្នកដួល 4. ការប្រើអំណាចដើម្បីបង្កើតការពិតអំណាចក្នុងខ្លួនអ្នកគឺជាអំណាចក្នុងការបង្កើតអ្នកមានទេពកោសល្យពិសេសដែលគ្មាននរណាម្នាក់អាចយកត្រាប់តាមបានទេនៅពេលដែលអ្នកប្រើប្រាស់ទេពកោសល្យនោះដោយការផ្ដោតអារម្មណ៍និងការតាំងចិត្តអ្នកកំពុងបញ្ចេញធម៌ពលដ៏ខ្លាំងក្លាបំផុតរបស់អ្នកទៅកាន់ចក្រវាឡចូលគំលាក់ពន្លឺរបស់អ្នកចូលធ្វើសកម្មភាពដែលអស់ពីចិត្តភាពអស្ចារ្យមិនមែនកាត់ឡើងដោយគ្រាន់តែសម័យនោះទេតែវាទាមទារការបដិញ្ញាចិត្តនិងសកម្មភាពជាប់លាប់ជារៀងរាល់ថ្ងៃអំណាចពិតប្រាកដគឺស្ថិតនៅក្នុងការបំផ្លែងចក្ខុវិស័យឲ្យទៅជាការងារជាក់ស្ដែង 5. គន្លឹះ3យ៉ាងដើម្បីដោះសោអំណាចនៅក្នុងខ្លួនតើត្រូវធ្វើអ្វីខ្លះដើម្បីដោះសោអំណាចដ៏មហិមានេះ 1. ការបណ្ដុះស្មារតីចូលចំណាយពេលធ្វើសមាធិឬឆ្លុះបញ្ចាំងពីខ្លួនឯងរាល់ថ្ងៃការស្ងប់ស្ងាត់នឹងជួយឲ្យអ្នកឮសំឡេងនៃអំណាចរបស់អ្នកយ៉ាងពិតប្រាកដ 2. ពាក្យបញ្ជាក់ពីខ្លួនឯងចូលប្រើប្រាស់ពាក្យវិជ្ជមានដើម្បីបញ្ជាក់ពីសមត្ថភាពរបស់អ្នកជានិច្ចដូចជាខ្ញុំអាចធ្វើបានខ្ញុំរឹងមាំខ្ញុំជាអ្នកបង្កើតជោគវាសនារបស់ខ្ញុំ 3. ទម្លាប់សកម្មភាពតូចៗចូលធ្វើសកម្មភាពតូចៗដែលនាំទៅរកគោលដៅធំជារៀងរាល់ថ្ងៃចូលកំចាំថ្ងៃស្អែកចាប់ផ្ដើមធ្វើវាភ្លាមឥឡូវនេះចុងបញ្ចប់ឥឡូវអ្នកបានដឹងហើយថាអំណាចក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នកគឺស្ថិតនៅក្នុងដៃរបស់អ្នកកុំស្វែងរកចម្លើយនៅខាងក្រៅតែចូលងាកមកមើលខាងក្នុង
ប្រើប្រាស់គំនិតរបស់អ្នកការជ្រើសរើសរបស់អ្នកនិងភាពអត់ធន់របស់អ្នកដើម្បីក្លាយជាអ្នកបង្កើតជោគវាសនារបស់អ្នកខ្ញុំជឿជាក់លើអំណាចរបស់អ្នកសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់បើសិនជាអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like subscribe និងចែករំលែកដើម្បីលើកទឹកចិត្តអ្នកដទៃដើម្បីឲ្យបានឃើញវីដេអូនេះផងសូមអរគុណ